Hai សួស្តីអ្នកនរគ្នាខ្ញុំ SA ស្វាគមន៍មកកាន់ Channel របស់ខ្ញុំម្ដងទៀតហើយថ្ងៃនេះផតដែរគឺខ្ញុំនឹងយកសាច់គ្រឿងមួយមកសម្រាប់ជូនអ្នកគ្នាដោយសាច់គ្រឿងចាំងអំពីបរិសម្នាក់បានឃើញម៉ាឡកាំងហើយម៉ាឡកាំងនឹងផងដែរគឺជាម៉ាឡកាំងដែលមានវិញ្ញាណយ៉ាងហើយម៉ាឡកាំងនេះគឺសងឲ្យបរិសម្នាក់នឹងគឺខ្លាចជាម៉ាឡកាំងដូចខ្លួនដែរចង់ដឹងសាច់គ្រឿងបន្តទៅជាណាតោះមកតាមដានទស្សនាមកយើងទាំងអស់គ្នាសាច់គ្រឿងដំបូងសប្តាហ៍ឡើងដោយដែលយើងបានឃើញថាមានបរិស2នាក់គឺបានធ្វើការនៅកន្លែងដែលគេទុកម៉ាឡកាំងមួយកន្លែងដោយបរិសវ័យក្មេងហ្នឹងគឺជាតួឯករបស់យើងដែលគាត់មានឈ្មោះថាចុងច័ន្ទដោយបរិសម្នាក់ហ្នឹងគឺបានប្រាប់ទៅកាន់ជើងសងរបស់យើងថាគាត់រាល់ថ្ងៃរាប់ម៉ាឡកាំងគឺមានតែខ្វះចំនួនតែថ្ងៃមួយគឺគាត់រាប់ទៅគឺមានជាការលើសចំនួនជើងច័ន្ទស្ដាប់ទៅក៏រៀងភ័យផងដែរដោយសារតែអាពេលម្នាក់នេះគឺកំពុងតែធ្វើការនៅកន្លែងសពស្ងាត់ទាំងហើយជិតរាប់ឡាយគ្នាទៀតជើងច័ន្ទយើងក៏បានដើរមកខាងបន្តិចគេក៏បានឃើញថាមានរូបម៉ាឡកាំងគឺញញែកខ្លាំងមែនទែនដល់បរិសម្នាក់ដែលធ្វើការជាមួយនឹងជើងច័ន្ទគាត់បានរាប់ថាម៉ាឡកាំងគឺនៅក្នុងហាងយូហ្គាយ៉ាងហើយគឺវាមានរូបរាងយ៉ាងឯងបន្ទាប់មកអ្នកទាំងពីរក៏បានដើរចេញទៅក្រៅដែលយើងបានឃើញថាម៉ាឡកាំងនោះក៏បានងាកទៅតាមមើលជើងច័ន្ទនិងបរិសម្នាក់ផងដែរបន្ទាប់មកទោះរបស់យើងដែលជាសង្សារនឹងគេក៏បានចេញពីការងារគេក៏បានដើរមកបន្តិចហើយគេក៏បានឃើញថាមានបរិស2នាក់គឺកំពុងតែជែកគ្នាក៏តែបរិសម្នាក់ទៀតនោះគឺជាម៉ាឡកាំងតែប៉ុណ្ណោះបន្ទាប់មកពេលមកដល់ផ្ទះជើងច័ន្ទគេក៏បានឆែកមើលពីប្រវត្តិរបស់ម៉ាឡកាំងដែលគេបានឃើញនោះបន្ទាប់មកជើងច័ន្ទគេក៏បានឃើញថាបើសិនជាម៉ាឡកាំងនោះសម្លឹងទៅកាន់ភ្នែករបស់អ្នកណាអ្នកនោះគឺនឹងត្រូវខ្លាចជាម៉ាឡកាំងដូចខ្លួនដែរជើងច័ន្ទគេក៏ភ័យផងដែរព្រោះថាគេគឺបានសម្លឹងមើលទៅកាន់ម៉ាឡកាំងនឹងបាត់ទៅហើយបន្ទាប់មកពួកគេទាំងពីរក៏បានកាត់មកកន្លែងដែលពួកគេធ្វើការវិញជុងច័ន្ទនិងបរិសម្នាក់ទៀតដែលធ្វើការជាមួយនឹងគាត់នឹងពួកគេទាំងពីរក៏នាំគ្នាបើកឃ្លាំងដើម្បីចូលទៅខាងក្នុងបន្ទាប់មកគេក៏បានឃើញរូបម៉ាឡកាំងដែលពួកគេបានឃើញម្សិលមិញគឺរញ៉េរញ៉ៃខ្លាំងមែនទែនជុងច័ន្ទគេដើរត្រឡប់មកវិញដែលមានភាពភ័យខ្លាចផងដែរខ្លាចជួបម៉ាឡកាំងមួយទៀតក៏ប៉ុន្តែពេលដែលគេចូលមកគេបានឃើញថាបរិសម្នាក់និងម៉ាឡកាំងនោះគឺកំពុងតែមើលទៅកាន់គេតែម្ដងបន្ទាប់មកជុងច័ន្ទគេក៏បានរត់ផងដែរហើយរត់ទៅណាមិនរត់គេក៏រត់ទៅកាន់កន្លែងគេដាក់ម៉ាឡកាំងនឹងអាណាគ្នាបន្ទាប់មកម៉ាឡកាំងនឹងក៏បានដើរមកតាមជុងច័ន្ទរបស់យើងផងដែរដោយរត់កាន់តែយូរទៅគឺកាន់តែយូរហើយម៉ាឡកាំងក៏បានដេញកាន់តែយូរផងដែរដោយរត់ចូលឡើងគឺផ្លូវទាល់ហើយជុងច័ន្ទក៏គេបានចុចដៃរបស់គេទៅរុញម៉ាឡកាំងឲ្យដួលក៏ប៉ុន្តែគេក៏បានរត់ទៅផ្លូវមួយខាងទៀតគេរត់ទៅក៏មានអារម្មណ៍ថាគេនឹងរត់គឺលេងចង់ទៅមុខក៏ហើយដោយគេបានមើលដៃរបស់គេនឹងគឺបានខ្លាយទៅជាម៉ាឡកាំងបាត់ទៅហើយមិនយូរប្រហែលនោះទេរូបរាងរបស់ជុនច័ន្ទគេក៏បានខ្លាយទៅជាម៉ាឡកាំងហើយពូនឹងក៏បានមកយំជុនច័ន្ទមកផងដែរ